ជា vlog ទី3តបយើងចេញពីម្លេចហើយយើងទៅកែបបន្ទាប់មកយើងទៅភ្នំជីសូហើយបន្ទាប់មកទៀតយើងមកដល់ភ្នំតាម៉ៅហើយនេះចូល vlog ទី4ណាទៀតពិតទៅយើងមកមើលអូនលំផាត់ហើយនៅអូនចំប៉ាគេនេះឈ្មោះគេនេះហ្នឹងហើយយើងមកជាធីមការងារទេបងប្អូនអត់មានត្រូវអីជាគ្នាទេមានតែភាពសប្បាយរីករាយជាមួយនឹងសត្វដំរីបងប្អូនស្គាល់សត្វដំរីនឹងអត់តិចច្រឡំទៅចេញសត្វដៃណាសើអីទៅសត្វនេះឆ្លាតបងប្អូនគាត់ថាសត្វដំរីជាសត្វដែលពោពេញទៅដោយប្រាជ្ញាចេះដឹងមានបញ្ញាច្រើនជាងសត្វដទៃបងប្អូននៅក្នុងឆាកជីវិតរបស់ខ្ញុំតាំងពីកើតមកដល់ពេលនេះទើបតែជួបតោហើយនឹងសត្វខ្លាលើកទី1តោនៅតែខ្លាបងប្អូនបុកហើយនឹងតែខ្លាអានេះគេហៅថាសត្វខ្លាខ្លាធម្មតានេះវាអត់កាចវាអត់រើរឿងទៀតប៉ុនខ្លាពីរនេះខ្លាហែកស៊ីម៉ាទៀតពីរហើយមកមើលមិញពីរមិញនេះអាពីរក្រោយនេះនេះក្បាលវាហ្នឹងមកវាពីរមួយពីរនោះអត់កោពីណាក្រុមកែព្រាមបានឋានទូគីពេលទស្សនីមិនដែលចំណាយสมาร์ทปาร์ตี้อะไรนะสะอาดนะปุ้ยสะอาดนะโอ้ยสะอาดนะปุ้ยดอสมาร์ทมาร์ทអាយូថ្ងៃនេះបានមកដល់កែបយ៉ាងឆាប់រហ័សបងប្អូនថ្ងៃនេះភ្លៀងមួយថ្ងៃពេញវីដេអូនេះតពីវីដេអូមុនដែលខ្ញុំទៅលេងនៅម្លេចហ្នឹងណាបងប្អូនហើយនេះយើងបានមកដល់នៅលើភ្នំដែលយើងហៅថាភ្នំខ្សែរត់កាហ្វេខ្សែរត់ហ្នឹងឯងតែឡើងមកដល់ហ្នឹងគឺនិយាយពីស្រស់ស្រាយហ៎បងប្អូនស្រស់ស្រាយខ្លាំងមែនទែនដោយសារតែយើងមកនេះអត់សូវមានមនុស្សច្រើនណាស់ទេបាទហើយទៅចុះមកនៅតូចស្ដាងឡើងពីលេងទឹកខ្ញុំមើលទើបទឹកនឹកស្មានមិនដល់ឡើយណាថានៅក្នុងកាយមានទេពកញ្ញាចង់ឆ្នេរជ្រសាបងអួតនេត្រាខ្ញុំអ្នកទេសចរចង់សួរដំនួនក្រែបាទដល់ឡើងតែសបាយយកស្មៃលេចសបាយកើតដើមបានប្រហែលបងប្អូនភ្លៀងមករាវអញ្ចឹងទៅចេញដំណើរថាដើរជិះម៉ូតូតាមឆ្នេរតាមអីមើលអញ្ចឹងណាมันមានអីមេឃដាក់មកទាំងថ្ងៃមកចិត្ត2 1ជាងបងប្អូនអញ្ចឹងយើងក៏សម្រេចចិត្តឈប់ម៉ូតូសម្រាប់នៅកញ្ចោះសិនទៅញ៉ាំមីញ៉ាំអីអញ្ចឹងណាអញ្ចឹងយើងលេងមិនបានយូរប្រហែលទេយើងក៏ធ្វើដំណើរត្រឡប់មកវិញតាមប្រទេសមាសភ្នំត្រាចជាងចូលដាក់កាហ្វេមួយកែវទៀតអញ្ចឹងណាបងប្អូនតែទីនេះក៏ស្អាតមួយយ៉ាងដែរពេលដែលយើងចេញមកលេងភ្លៀងបើកថ្ងៃចេះនិយាយពីសើយអើយសើយបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទ